ហើយคล้ายប្រយ័ត្នបំផុតប្រយ័ត្នคล้ายតាម YouTube คล้าย YouTube នឹងគ្រោះថ្នាក់คล้าย YouTube គ្រោះថ្នាក់ឥឡូវនៅក្នុងវិស័យវប្បធម៌ថ្ងៃមុននិយាយជាមួយលោកជំទាវពឹងសក្តាផ្សេងក៏យើងនិយាយរឿងប្រពៃណីរឿងសម្លៀកបំពាក់ប្រពៃណីអីយើងស្តៀងគ្នាអញ្ចឹងត្រូវបដោះបដាឧទាហរណ៍ថាភ្នួងត្រូវបង្រៀនគាត់ឲ្យយល់ថាស្អីស្បៃរបស់យើងស្អីស្បៃរបស់អ្នកជិតខាងអានតិចហ្នឹងប្រយ័ត្នគាត់អត់ដឹងគាត់ទៅមើល YouTube ឃើញអានឹងស្អាតទិញមកឲ្យវាថោកទិញមកស្រួលចោះបញ្ចង់អ្នកជិតខាងគេថាអរគុណណាស់ដែលបានប្រើស្បៃគេសាសនាដូចគ្នាប្រយ័ត្នតែคล้ายបាទហេពិធីមង្គលការខ្មែរយើងវែងគេដូចតែខ្លីសោះទាញអាស្អីមកដាក់លើក្បាលនឹងទៅចប់បដោយអញ្ចឹងគឺសូមធ្វើម៉េចឲ្យមានក្រក្រមហើយឥឡូវស្រួលខ្ញុំគ្រប់គ្រងការប្រើ Digital មិនចាំបាច់តែចូលរៀននៅក្នុងថ្នាក់ក្នុងការបង្ហាញមេរៀនដែលយើងថ្នាក់នេះអាចបោះទៅតាមដើម្បីរៀនទាំងអស់គ្នារំលឹកជាប្រចាំទំនៀមទម្លាប់คล้ายពីមួយចំនួនទៅមួយចំនួនវាប្រែសំបីតែពិធីមង្គលការយើងឥឡូវយើងថាពីដើមកូនកន្លោះតលថ្ងៃការបានឲ្យចូលនៅក្នុងផ្ទះណាបាទពីមុនថ្ងៃការគេធ្វើរោងមួយអីដីក្រៅផ្ទះអត់មាន pre wedding ទេឥឡូវទេវាคล้ายបាទប៉ុន្តែคล้ายនៅក្នុងទ្រង់ទ្រាយណាមួយដែលយើងគ្រប់គ្រងជាងកាលទំនើបកម្មកាលមុនជាងការ3 4 5ថ្ងៃ3 4 5ថ្ងៃអញ្ចឹងពិធីមានច្រើនតែឥឡូវបើសិនជាមកកាត់ត្រូវឲ្យឯកភាពគ្នាថាបើយើងកាត់យ៉ាងម៉េចទុកពិធីណាសំខាន់បូនក្រោយយ៉ាងម៉េចឧទាហរណ៍អញ្ចឹងតលពេលរៀបគ្រប់កន្លែងទៅវាទៅអញ្ចឹងព្រោះសង្គមប្រែប្រួលព្រោះឥឡូវអត់មានពីណាមានពេលទៅការ3ថ្ងៃទេបាទអត់មានពីណាទៅការ3ថ្ងៃកន្លះទេឥឡូវគេคลายមកត្រឹមតែពាក់កណ្ដាលថ្ងៃផងកន្លែងខ្លះព្រឹកការថ្ងៃជប់លៀងចប់អញ្ចឹងការប្រែប្រួលនេះយើងត្រូវទទួលស្គាល់ប្រែប្រួលតាមសង្គមប៉ុន្តែប្រែប្រួលយ៉ាងណាត្រូវមានក្រមការគ្រប់គ្រងច្បាស់លាស់កុំឲ្យបាត់អត្តសញ្ញាណជាហើយជាពិសេសបារម្ភបំផុតគឺការ copy អត្តសញ្ញាណខុសនេះគឺជាបញ្ហាទំនៀមទម្លាប់ធំដែរហើយប្រទេសជាតិពិភពលោកប្រែប្រួលបច្ចេកវិទ្យាធ្វើឲ្យមនុស្សដូចគ្នាអស់ហើយឥឡូវកូនខ្មែរក៏ភ្នែកខៀវដែរប៉ុន្តែមានអ្វីមួយដែលមិនអាចឲ្យប្រទេសជាតិមួយគេថាដូចគេដូចឯងគេថាលែងទៅជាអីច្បាស់លាស់គឺអត្តសញ្ញាណជាតិមួយគឺវប្បធម៌ទំនៀមទម្លាប់ទាំងឯង